តោះបងប្អូនអរគ្នាយើងមកមើលពីដំណើរការនៃការកិនស្រូវរបស់ភូមិខ្ញុំណាបងប្អូននេះគឺជាម៉ាស៊ីនខ្នាតតូចដែលយើងប្រើជាលក្ខណៈគ្រួសារតែអានេះយើងអាចកិនស្រូវអ្នកភូមិបានដែរបងប្អូនដូចនេះម៉ាស៊ីនបងខ្ញុំដែរណាគាត់ទិញមកស្រាប់ប្រើប្រាស់ខ្លួនឯងទីដំបូងណាដល់ពេលយូរទៅកាន់តែមានគេដាក់ច្រើនទៅទិញម៉ាស៊ីនរាំងធំអានេះຂະຫນាតរាំងធំជាងមុនណាគឺគាត់ប្រើអស់2ហើយតែកិនស្រួលមែនទែនម៉ាស៊ីនប៉ុណ្ណេះណាបងប្អូនយើងអត់សូវចំណាយលុយធ្វើរោងម៉ាស៊ីនធំបើកាលខ្ញុំកិនពីមុនខ្ញុំកិនម៉ាស៊ីនធំតែនោះយើងត្រូវចំណាយលុយធ្វើអស់រាប់ពាន់ដុល្លារដែរបងប្អូនធ្វើរោងជួលជាងមួយតលើងតែសប្ងៃស្រួលបងប្អូនណាម៉ាស៊ីនតែប៉ុណ្ណេះកិនវៃអង្គចេញជាកន្ទក់បានសម្រាប់ម៉ាស៊ីននេះគឺវៃកន្ទក់សុទ្ធតែម្ដងបងប្អូនកិនក៏ហើយអត់មានកាមទេវៃយកកន្ទក់សុទ្ធតែម្ដងគឺស្រួលមែនទែនកិនមួយក្រុងបើយើងលក់កន្ទក់បានច្រើនគួរសមបងប្អូនព្រោះវាអត់មានកាមទេណានេះគាត់ដាក់ក្បាលគូយន្តហើយគាត់កិនច្រើនដែរបងប្អូនគេហៅដឹកព្រោះតែល្ងាចឲ្យតែយើងមានពេលដឹកតែក្នុងភូមិកិនបានកន្ទក់លក់មិនចេះតិចតែបងប្អូនហើយនេះសកម្មភាពខ្ញុំមកតសន្យាបឲ្យគាត់ដែរការងារ2ថ្ងៃហើយបងប្អូន